មួយវិញទៀតអ្នកគ្រូសូមអ្នកគ្រូអាចជួយផ្ដល់មតិណែនាំដល់បងប្អូននិស្សិតដើម្បីឲ្យគាត់ត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារអ្នកគ្រូចាអរគុណច្រើនសំណួរមួយហ្នឹងគឺសំខាន់មែនទែនចាព្រោះនិស្សិតរៀនចប់គឺគាត់ត្រូវមានគោលបំណងតែគាត់នឹងធ្វើអ្វីអាចធ្វើអ្វីបានដូច្នេះដូចពាក់ព័ន្ធជាមួយនឹងអ្វីដែល department បានផ្ដល់ឲ្យបន្ថែមជាពិសេសពាក់ព័ន្ធជាមួយនឹង internship ចាមួយហ្នឹងគឺមានសារៈប្រយោជន៍មែនទែនដែលជាឱកាសដែលផ្ដល់ឲ្យគាត់នឹងចេះបង្កើតទំនាក់ទំនងហើយនឹងបង្ហាញនៅចំណេះដឹងដែលគាត់មានយកទៅអនុវត្តជាក់ស្ដែងនៅក្នុងបរិបទការងារអញ្ចឹងនៅក្នុងចុងនៅជំនាន់ទី2ចុងចាពេលរយៈពេលវ៉ាកងចារយៈពេលវ៉ាកងហ្នឹងវិស្មការហ្នឹងហើយនឹងមួយទៀតនៅជំនាន់ទី2នៃឆ្នាំទី4ហ្នឹងគឺខាង department តម្រូវឲ្យគាត់នឹងចូល internship ចាជាពេលវេលាដែលគាត់នឹងទៅ apply ចំណេះដឹងរបស់គាត់ថាគាត់រៀនជំនាញនឹងហើយតែគាត់ទៅចុះ internship នៅក្នុងជំនាញមួយណាឧទាហរណ៍មកថាជំនាញចំណីអាហារឬមួយក៏ផ្នែកកសិកម្មឬមួយក៏ខាងវិស័យវិទ្យាសាស្ត្រអញ្ចឹងទីពិសោធន៍អីអញ្ចឹងចាតើគាត់អាច apply ជំនាញរបស់គាត់នឹងបានយ៉ាងដូចម្ដេចអញ្ចឹងចាទាំងជំនាញរឹងដែលគាត់រៀនហើយនឹងគាត់អាចវឹកហាត់បង្កើតនៅជំនាញទុនឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងចំណេះដឹងនៃការតំណែងចាការចេះបត់បែនទៅតាមការងារយល់ស្ថានភាពជាក់ស្ដែងទៅលើការងារជាក់ស្ដែងអញ្ចឹងអញ្ចឹងនៅក្នុងអំឡុងពេល internship ហ្នឹងគឺជាឱកាសមួយដែលដ៏សំខាន់ដែលគាត់នឹងមានអត្ថភាពនៅពេលដែលគាត់រៀនចប់គាត់អាចមានភាពងាយស្រួលនៅក្នុងការរកការងារបានចាជាចុងក្រោយនេះខ្ញុំសូមគោរពអរគុណអ្នកគ្រូសម្រាប់ការផ្ដល់នៅសម្រាប់ការចែករំលែកនៅចំណេះដឹងទាំងនេះទៅដល់បងប្អូនអ្នកគ្រូចាអរគុណច្រើនអត់មាន